សាខ្មែរថ្នាក់ទី2មេរៀនទី40ការធ្វើប្រហែសសំណួរនិងចម្លើយការរៀនពាក្យកអំណានពាក្យពុំអានថាពុំខពនយល់ពាក្យធ្វើប្រហែឆ្លើយពីប្រហែរាវជាវរកដោយដៃពុំរូបតំណាងសំណាក់កៅពាក្យនៃដូចនឹងពាក្យឲ្យជូនប្រកេនថ្វាយប្រទានខោពាក្យផ្ទុយផ្លេចផ្ទុយនឹងចាំប្រហែផ្ទុយប្រហើយផ្ទុយនឹងប្រយ័ត្នសំណួរនឹងចម្លើយមួយតើអ្នកគឺបង្រៀនមេរៀនអ្វីចម្លើយអ្នកគឺបង្រៀនមេរៀនភាសាខ្មែរពីរតើធីតារកសៀវភៅអ្វីទីចម្លើយធីតារកសៀវភៅពុំភាសាខ្មែរ3តើធីតាទុកសៀវភៅនៅឯណាចម្លើយធីតាទុកសៀវភៅលើទូឯផ្ទះ4តើប្អូនត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យភ្លេចសៀវភៅចម្លើយដើម្បីកុំឲ្យភ្លេចសៀវភៅយើងទៅរៀបចំទុកដាក់សៀវភៅក្នុងកាតាបឲ្យបានត្រឹមត្រូវនិងពិនិត្យមើលម្ដងទៀតមុនពេលទៅសាលារៀនចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវកាតាបភាសាបង្រៀនសៀវភៅផ្លេចលើក្នុងមួយថ្ងៃនេះអ្នកគឺបង្រៀនមេរៀនភាសាខ្មែរពីរធីតាបើកកាតាបរកសៀវភៅមើលឃើញសោះ3ខ្ញុំទុកវាលើទូឯផ្ទះឯនោះខ្ញុំភ្លេចដាក់វាចូលក្នុងកាតាប